ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកសៀងសឿនជាប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរីដែលមានការចូលរួមពីសំណាក់ឯកឧត្តមម៉ែនងុយប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរីឯកឧត្តមថងសាវុនអភិបាលនៃគណៈអភិបាលខេត្តរួមទាំងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរនិងប្រតិភូអមដំណើរលោកស្រីអភិបាលរងខេត្តឯកឧត្តមប្រធានសាលាដំបងខេត្តឯកឧត្តមព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង3លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកអភិបាលក្រុងស្រុកព្រមទាំងអាជីវករនិងសហគមន៍ជាច្រើនរូបដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរីនារសៀលថ្ងៃទី16ខែឧសភាឆ្នាំ2025ថ្លែងក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ណែនាំដល់ប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរីត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរខេត្តមណ្ឌលគិរីទាំងអស់ដោយឈលលើស្មារតីទទួលខុសត្រូវខ្ពស់សាមគ្គីភាពនិងឯកភាពផ្ទៃក្នុងជាមួយមន្ទីរអង្គភាពជុំវិញខេត្តក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជនបណ្ដាញសារព័ត៌មាននិងអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរដើម្បីចូលរួមអភិវឌ្ឍនិងលើកកម្ពស់វិស័យទេសចរនៅខេត្តមណ្ឌលគិរីជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋបាលខេត្តនិងមន្ទីរទេសចរខេត្តមណ្ឌលគិរីចូលរួមអនុវត្តយុទ្ធនាការរដូវកាលបៃតង Green Season និងជួយជំរុញការលើកផ្លាករមណីយដ្ឋានទេសចរនៅតាមផ្លូវជាតិព្រំប្រទល់ចូលខេត្តនិងនៅតាមតំបន់រមណីយដ្ឋាននានាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសពង្រឹងការផ្តល់សេវាសាធារណៈគាំទ្រដល់វិស័យទេសចរនិងការវិនិយោគក្នុងឧស្សាហកម្មទេសចរពង្រឹងការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនៅសក្តានុពលទេសចរខេត្តមណ្ឌលគិរីព្រមទាំងការបង្កើតផលិតផលទេសចរនិងព្រឹត្តិការណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់និងដោយរក្សាអត្តសញ្ញាណខេត្តនិងតំបន់។